បាទគ្រាកិរិយាសព្ទទី6 stand up បាទដែលយើងបកថាក្រោកឈរ everyone please stand up បាទអ្នកទាំងអស់គ្នាសូមក្រោកឈរបាទខ្ញុំសូមអានចូលរួមអានជាមួយនឹងខ្ញុំ stand up stand up stand up បាទគ្រាកិរិយាសព្ទទី7 run out of បាទមានន័យថាអស់ឬក៏លែងមានអ្វីមួយទៀតហើយបាទការឧទាហរណ៍ we run out of water យើងអស់ទឹកហើយបាទអញ្ចឹងសូមអានចូលរួមអានជាមួយខ្ញុំឲ្យបាន3ដង run out of run out of run out of បាទទី8នៃគ្រាកិរិយាសព្ទ fill in បានដែលមានន័យថាបំពេញព័ត៌មាននៅក្នុងប្រអប់តូចឬកន្លែងទំនេរបាទការឧទាហរណ៍ please fill your name បាទសូមបំពេញឈ្មោះរបស់អ្នកបាទសូមបានអានជាមួយខ្ញុំឲ្យបាន3ដង fill in fill in បាទគ្រាកិរិយាសព្ទទី9ភាសាអង់គ្លេសយើងអានថា fill out បាទដែលមានន័យថាបំពេញទម្រង់បែបបទទាំងមូលបាទ you need to fill out this application បាទអ្នកត្រូវបំពេញពាក្យសុំនេះបាទខ្ញុំសូមអានចូលរួមអានជាមួយនឹងខ្ញុំឲ្យបាន3ដង fill out fill out fill out បាទគ្រាកិរិយាសព្ទទី10 bring up ដែលមានន័យថាលើកឡើងឬណែនាំប្រធានបទណាមួយ she brought up an important point នាងបានលើកឡើងនៅចំណុចសំខាន់មួយបាទអញ្ចឹងសូមអានចូលរួមអានជាមួយខ្ញុំ bring up